ហើយអ្វីបានជាសាជប៉ុនប្រើក្រដាសជ័រពណ៌ក្រហមពេលដែលមើលសៀវភៅតាមពិតទៅវាគឺជាវិធីដ៏ឆ្លាតវៃនៅក្នុងប្រទេសជប៉ុនសៀវភៅជាច្រើនត្រូវបានសរសេរជាអក្សរខ្មៅដែលជាសំណួរហើយអក្សរក្រហមគឺជាចម្លើយដែលគេបានសរសេរនៅពេលដែលសាជប៉ុនដាក់បន្ទះជ័រពណ៌ក្រហមនៅលើទំព័រសៀវភៅនោះអក្សរពណ៌ក្រហមដែលជាចម្លើយនឹងមិនត្រូវបានមើលឃើញឡើយហើយអក្សរខ្មៅដែលជាសំណួរនៅតែអាចមើលឃើញដដែលនេះគឺជាវិធីដ៏សាមញ្ញដែលអាចឲ្យសាជប៉ុនមើលសំណួរនិងឆ្លើយសំណួរដោយខ្លួនឯងយ៉ាងងាយស្រួលមិនចាំបាច់ត្រូវការនរណាម្នាក់ឡើយគឺជាបានយ៉ាងដែលអាចជួយជីវិតមនុស្សបាននៅពេលដែលមានទឹកជំនន់ខ្លាំងជារៀងរាល់ឆ្នាំរលកស៊ូណាមីបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់ហើយឧបករណ៍នេះក៏អាចជួយសង្គ្រោះជីវិតរបស់យើងបានបណ្ដោះអាសន្នដែលវាបានរចនាឡើងដោយដៃហើយគ្របដណ្ដប់ដោយអាលុយមីញ៉ូមវាអាចទប់ទល់ទៅនឹងសីតុណ្ហភាពខ្ពស់ខ្លាំងបាននៅខាងក្នុងវាបំពាក់ដោយខ្សែសុវត្ថិភាពកន្លែងស្តុកទឹកនិងភ្លើង GPS និងកន្លែងផ្គត់ផ្គង់អុកស៊ីហ្សែនដើម្បីការពារមនុស្សដែលជួបនឹងគ្រោះទឹកជំនន់ជាបណ្ដោះអាសន្នរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ដែលទាក់ទងទៅនឹងព្រះវិហារខូឡូនរបស់ប្រទេសអាល្លឺម៉ង់ដែលជាព្រះវិហារជាប់ឈ្មោះធំជាងគេលំដាប់ទី3នៅក្នុងពិភពលោកដើម្បីសាងសង់ព្រះវិហារនេះត្រូវបានគេជឿថាស្ថាបត្យករដំបូងនៃព្រះវិហារនេះបានធ្វើទំនាក់ទំនងនិងធ្វើការប្រស័យតាក់ទងធ្វើកិច្ចសន្យាជាមួយបិសាចដើម្បីទទួលបានផែនការសម្រាប់នៅក្នុងការរចនាព្រះវិហារដ៏អស្ចារ្យនេះឡើងទោះបីជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនិងកិច្ចសន្យាមួយនេះបានត្រូវបណ្ដាសាដល់គួរឲ្យភ័យខ្លាចដែលលោកបន្លាចការសាងសង់ព្រះវិហារដែលរារាំងមិនឲ្យការសាងសង់នេះរួចរាល់ទាំងស្រុងឡើយរឿងព្រេងនេះរួមបញ្ចូលគ្នានៅមហិច្ឆតានិងកម្លាំងអរូបីនិងអាថ៌កំបាំងដែលស្ថិតនៅជុំវិញកន្លែងសម្គាល់ដ៏ល្បីបំផុតមួយនៅក្នុងប្រទេសអាល្លឺម៉ង់ជាលទ្ធផលព្រះវិហារនេះនៅតែជាស្នាដៃដែលមិនទាន់បញ្ចប់ដោយបង្កប់នូវភាពអស្ចារ្យនៃស្ថាបត្យកម្មហើយព្រះវិហារមួយនេះក៏ធ្លាប់ឆ្លងកាត់សង្គ្រាមលោកលើកទី2ផងដែរក៏ប៉ុន្តែវានៅតែអាចឈរជើងរហូតមកដល់សប្តាហ៍ថ្ងៃបានអញ្ចឹងបានប្រជាជនអាល្លឺម៉ង់តែងតែមានជំនឿលើព្រះវិហារមួយហ្នឹងអ្នកទាំងគ្នាដឹងអត់ថានៅចន្លោះភ្នំមរណៈសហរដ្ឋអាមេរិកគឺមានបាតុភូតអាកំបាំងមួយដែលថ្មហាក់បីដូចជាផ្លាស់ទីដោយខ្លួនឯងរយៈពេលជាច្រើនទសតវត្សមកហើយមាននរណាម្នាក់យល់ពីរបៀបដែលថ្មធ្ងន់ៗទាំងនេះឆ្លាស់ទីបានឡើយប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញថានៅពេលយប់មានដុំទឹកកកស្ដើងនៅក្រោមថ្មនៅពេលដែលវារលាយវាត្រូវបានរុញច្រានដោយខ្យល់ថ្មក៏រសាត់បន្តិចម្ដងដោយបន្សល់ទុកនៅដានដ៏វែង